Okay, so today the Agnes Wakumakan Day 5 ใน Lifetime Documentary It's time to report in the mornings okay បាទត្រូវនៅថ្ងៃ24ខែ4 2025មិនចឹងសម្រាប់ថ្ងៃទី5គឺឃើញថាល្អប្រសើរដែរបាទយើង start with a fresh morning ជាមួយនឹងលោកគ្រូបាទគាត់បានមកបង្រៀនក៏ដូចជានិយាយណែនាំផ្សេងជាពិសេសក៏បានណែនាំទៅកាន់សិស្សានុសិស្សទាំងអស់គ្នាជាពិសេស major ខាង English អីហ្នឹងណាឲ្យ try take do an exams ប្រឡង NIE អីចឹងទៅបាទគ្រូណាប្រឡងគ្រូឲ្យយើងសាកប្រឡងទាំងអស់គ្នារៀបត្រៀមនឹងអីប្រឡងទាំងអស់គ្នាទៅហើយនឹងមួយទៀតគាត់ក៏បាននិយាយហើយថា yes we are in the year 4 okay បាទនៅក្នុងឆ្នាំទី4ណាឥឡូវហ្នឹងអញ្ចឹងយើងរៀនរៀបចំខ្លួនបាទរៀបចំខ្លួនឡើងវិញទាំងស្រីទាំងប្រុសណារៀបចំខ្លួនស្អាតបាតទៅចេញទៅណាទៅណីអីចឹងទៅហើយនឹងមួយទៀតគឺតកតងនឹងគោលដៅជីវិតបាទគួរតែមានហើយនឹងមានច្បាស់លាស់ហើយព្រោះដល់ពេលមួយដែលយើងត្រូវចាប់ផ្ដើមចូលទៅប្រឡូកនៅក្នុងសង្គមជាក់ស្ដែងមែនតើហើយបាទកំឡុងពេលរៀនយើងធ្វើការដែរគាត់ថាធ្វើការបដារៀនបដាអញ្ចឹងវានៅទៅដៃទៅជើងអីទៅអញ្ចឹងក្រោយពី graduate ចប់គឺឆ្លាស់ដៃឆ្លាស់ជើងអញ្ចឹងតែយើងគួរទៅណាធ្វើអីឲ្យច្បាស់ខ្លួនឯងហ្នឹងអាហ្នឹងគឺជាចំណុចមួយដែល hard មែនតើសម្រាប់ខ្ញុំ it's tough to think about it ពិបាកមែនតើដោយសារថាបាក់និយាយជំនាញបន្តទៀតគឺខ្ញុំបាន post ក៏ដូចជាថតនៅវីដេអូបកស្រាយដែលជាចំណុចចិត្តរបស់ខ្ញុំគឺខ្ញុំចូលចិត្តថតចូលចិត្តអីយ៉ាងទៅយ៉ាងហ្នឹងខ្ញុំរកឃើញខ្លួនឯងដែរគាត់ថាវាមិនទាន់ធ្វើបានពេញលេញហើយក៏វាមិន perfect step វាយើងអត់ទាន់ចេះច្រើនខាងហ្នឹងហ្នឹងហើយបាន post វីដេអូហើយបានរៀន course នៅព្រឹកហ្នឹងគឺចាប់អារម្មណ៍មែនតើ interesting មែនតើគឺ translation and interpretation ដែលយើងរៀនតាក់ទងការបកប្រែក៏ដូចជាsubject មួយដែលអាច lead យើងឲ្យខ្លាចជា translator ណាហ្នឹងហើយបន្តមកទៀតពេលថ្ងៃយើងទៅធ្វើការពេញកាតព្វកិច្ចរបស់យើងហ្នឹងឃើញថាថ្ងៃហ្នឹងគឺល្អហើយសប្បាយរីករាយមែនតើដោយសារតែថ្ងៃនេះបានចំណាយពេលចេញលេងឃើញអង្គុយមើលក្មេងៗគាត់លេងគាត់បន្លែងគ្នាផ្សេងៗទៅឃើញថាគាត់ប្លែកហើយវាគ្រាន់តែយើងអង្គុយមើលក៏យើងសប្បាយដែរដោយសារតែមើលទៅពួកគាត់លេងវាកំ pl ែងលេងវាគ្នាណាទាំងខាក្មេងៗទូធំៗអីហ្នឹងហើយមួយទៀតគឺសប្បាយចិត្តដែរដោយសារតែថ្ងៃនេះឃើញកូនសិស្សអីគាត់មករៀនគួរសមបាទមករៀនគួរសមហ្នឹងហើយចំណុចមួយទៀតគឺបានហាត់ប្រាណល្ងាចក្រោយពីចេញពីធ្វើការមកយើងបានចំណាយពេលប្រហែលជា10-20នាទីហាត់ប្រាណរត់ហាត់ប្រាណអញ្ចឹងណាព្រោះពេលដែលខ្ញុំហាត់ប្រាណទៅវាធ្វើឲ្យយើង fresh អញ្ចឹងណាទោះបីជារាងកាយយើងរៀងនឿយហត់តិចតួចមែនឃ្លានមែនប៉ុន្តែយើងផឹកទឹកតិចតួចទៅខ្ញុំអាចហាត់ប្រាណទៅវាធ្វើឲ្យខ្ញុំស្រស់ស្រាយជាងមុនអញ្ចឹងកន្លែងហ្នឹងក៏ខ្ញុំរកឃើញខ្លួនឯងមួយដែរដើម្បីធ្វើឲ្យខ្លួនឯងស្រស់ស្រាយគឺរយៈសម្រាប់ហ្នឹងគឺហាត់ប្រាណហើយចំណុចចុងក្រោយសម្រាប់ថ្ងៃហ្នឹងគឺវាជារឿងមួយដែលអស្ចារ្យមែនទែនសម្រាប់ថ្ងៃនេះដោយសារតែខ្ញុំបាននិយាយក៏ដូចជា express នៅ feeling ក្នុងចិត្តមួយចំនួនទៅកាន់ក្មេងៗណាដែលជាកូនសិស្សណាតែតទៅមូលហេតុរឿងដែលខ្ញុំបានលាក់ក្នុងចិត្តទាំងតាំងពីពេលប្រហែលមួយខែពីរខែមុននេះយ៉ាងទៅដោយសារថាយើងមានរឿងអត់សប្បាយចិត្តហើយដែរបាននិយាយបញ្ចេញឲ្យអ្នកគេក្រោយមកក៏បាន express ជូនទៅពួកគាត់ដែរណាព្រោះរឿងទាំងអស់ហ្នឹងក៏ពាក់ព័ន្ធពួកគាត់ដែរហ្នឹងហើយអញ្ចឹងyes មានប៉ុណ្ណឹងសម្រាប់ day 5 អរគុណសម្រាប់ដែលចូលមើលហើយក៏អរគុណសម្រាប់ខ្លួនឯងនៅពេល5ឆ្នាំខាងមុខ See you in the next 5 years Peace